គាត់កំពុងលេងជាមួយត្រចៀកមិត្តស្រីរបស់គាត់ប៉ុន្តែដោយការភ្ញាក់ផ្អើលរបស់ខ្ញុំបានរកឃើញថាករបស់មិត្តស្រីនាងបានទទួលបានខ្សែកមួយដែលមានតម្លៃរាប់លានដុល្លារជំនាន់ទី2ដ៏សម្បូរបែបស្រាប់តែដឹងខ្លួនមិត្តស្រីខ្ញុំប្រហែលជាកំពុងបោកប្រាស់ខ្ញុំភាគីម្ខាងទៀតថែមទាំងមានជាងគាត់ទៅទៀតដើម្បីផ្ទៀងផ្ទាត់ការស្មានរបស់ខ្ញុំគាត់បានចាប់ផ្ដើមសាកល្បងស្ថានភាពទាំងនោះដោយចេតនាឬដោយអចេតនាប៉ុន្តែមិត្តស្រីរបស់គាត់មានការប្រុងប្រយ័ត្នខ្លាំងណាស់ពួកគេបានបដិសេធមិនទទួលស្គាល់វាទាំងស្រុងជំនាន់ទី2ដែលមានទ្រព្យសម្បត្តិច្រើនហៀបនឹងបាត់បង់កំហឹងស្វាមួយក្បាលស្រាប់តែរត់ចេញពីចិញ្ចើមផ្លូវគាត់បានបត់យ៉ាងលឿនដើម្បីគេចប៉ុន្តែរថយន្តនោះបានរបូតចេញពីការគ្រប់គ្រងដោយមិននឹកស្មានដល់បុកជាមួយរថយន្តនៅខាងមុខជំនាន់ទី2ដែលមានទ្រព្យសម្បត្តិច្រើនមានការខឹងសម្បារយ៉ាងខ្លាំងគាត់បានចុះពីឡានទោះបីជាមិត្តស្រីរបស់គាត់ជំទាស់ក៏ដោយវាច្បាស់ណាស់ថាគាត់ចង់បញ្ចេញកំហឹងរបស់គាត់ទៅលើអ្នកផ្សេងតើអ្នកកំពុងបើកបរយឺតដើម្បីបិទផ្លូវដោយចិត្តណាមែនទេតែងកំណត់ល្បឿនផ្លូវភ្នំ40ខ្ញុំបើកឡាន40ការបើកបរលឿនពេករបស់អ្នកទេទើបបណ្ដាលឲ្យមានការប៉ះទង្គិចគ្នាពីក្រោយអ្នកទទួលខុសត្រូវទាំងស្រុងតើអ្នកដឹងទេថាខ្ញុំជានរណាខ្ញុំមិនខ្វល់ថាអ្នកជានរណាទេយើងត្រូវតែសមហេតុផលពូបានយកទូរស័ព្ទរបស់គាត់ចេញដំបូងខ្ញុំបានថតរូបឡានរបស់ខ្ញុំបន្ទាប់មកដោយមិនប្រញាប់ប្រញាល់អ្វីឡើយគាត់បានដើរទៅរកឡានខាងក្រោយពូបានងាកមើលក្រោយនាងញឹមបន្តិចហើយមិនបានយកវាទៅគិតទេបន្ទាប់មកខ្ញុំនឹងគ្មានជំរឿអ្វីក្រៅពីហៅប៉ូលីសទេខ្ញុំនឹងធ្វើវាជំនាន់ទី2ដែលមានទ្រព្យសម្បត្តិច្រើនមានចរិតឆេវឆាវនិងមានចរិតឆេវឆាវទោះបីជាមិត្តស្រីរបស់គាត់ព្យាយាមបញ្ឈប់គាត់អស់សង្ឃឹមក៏ដោយនៅចំពោះមុខការចុះចាញ់ដោយមិនបានស្ម័គ្រចិត្តបន្ទាប់មកគាត់បានចាប់ផ្ដើមឡានហើយបើកចេញទៅប៉ុន្តែគាត់មិនបានដឹងទេសុបិនអាក្រក់កំពុងធ្លាក់ចុះយ៉ាងស្ងាត់មិនយូរប៉ុន្មានអ្នកទាំងពីរបានមកដល់ខ្ទមឈើមួយនៅលើកំពូលភ្នំប្រសិនបើដាក់ក្នុងអតីតកាលពួកគេពិតជានឹងមានពេលវេលាដ៏ទន់ភ្លន់មួយចំនួនប៉ុន្តែឥឡូវនេះមីងហាវបានបាត់បង់ចំណាប់អារម្មណ៍ហើយមូលហេតុដែលគាត់សុំវេនចេញក្រៅខ្ញុំកំពុងគិតចង់ទិញចម្ការផ្លែឈើនៅទីនេះបង្កើតសម្បុកតូចមួយដ៏រ៉ូមែនទិកដែលជាកម្មសិទ្ធិរបស់ពួកគេប៉ុន្តែមិននឹកស្មានដល់វីណាស្រាប់តែផ្លាស់ប្ដូរចិត្តតើអ្នកត្រូវការឲ្យខ្ញុំធ្វើអ្វីពិតប្រាកដមានតែពេលនោះ